សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកស្វែងរកភាពខុសប្លែកគ្នារវាងរូបទាំងពីរនេះថាតើរូបទាំងពីរនេះមានភាពខុសប្លែកគ្នាត្រង់ចំណុចអ្វីខ្លះឥឡូវយើងមើលរូបទី1ខាងលើយើងមើលខាងឆ្វេងនេះមុនអូខេអញ្ចឹងរូបខាងលើនេះមានផ្កាយធំនេះមួយដល់ពេលរូបខាងក្រោមនេះយើងមើលមានអត់ទេគឺអត់មានទេផ្កាយនៅពីលើផែនដីនេះនៅលើភពនេះអត់មានទេអញ្ចឹងនេះគឺជាភាពខុសប្លែកគ្នាមួយភាពខុសប្លែកគ្នាទី2នោះគឺយើងមើលយាននេះយានទី1យានទី2ហើយយើងមកមើលរូបទី2ម្ដងយានទី1យានទី2ថាតើរូបហ្នឹងខុសគ្នាត្រង់ណាគឺយានរូបទី1ផ្អៀងខាងស្ដាំរូបទី2ផ្អៀងខាងឆ្វេងនេះវិញឃើញទេបាទនេះគឺជាភាពខុសប្លែកគ្នារវាងរូបទាំងពីរហ្នឹងមួយទៀតគឺកែវយើងមើលកែវទឹកកែវទីរូបទី1គឺមានកែវ2ដល់ពេលរូបទី2នេះមានកែវតែមួយទេបាទហើយមួយទៀតយើងមើលចំណុចអីផ្សេងទៀតបងប្អូនយើងឃើញ3ចំណុចហើយរូបរូបនេះចំណុចខុសគ្នាទី4រូបខាងលើគឺមានស្អីគេនេះពណ៌សហ្នឹងដូចផ្សិតមិនដឹងទេអានេះមានរូបផ្សិតដល់ពេលអានេះអត់មានអូខេនេះគឺភាពខុសប្លែកគ្នាដែរដល់ពេលរូបអាទូចនេះមានដូចគ្នាមើលខាងលើម្ដងខាងលើយើងមើលខុសអីទៀតយើងមើលអាដងកែវយិតនេះមើលកែវយិតនេះខុសគ្នាត្រង់ណាគឺអត់ឃើញទេអត់មានខុសគ្នាទេយើងមើលចំណុចផ្សេងទៀតអូខេចំណុចអសសនេះបកគោលរុក្ខជាតិសសនេះអូខេអញ្ចឹងអានេះប្រឈរអានេះប្រឈរដល់ពេលអាតូចនេះរូបខាងលើប្រឈររូបខាងក្រោមផ្ដេកបាទនេះខុសប្លែកគ្នាដែរហើយមួយទៀតរូបខាងលើគឺមានអាប៉ូឡូត្រៀមហោះរូបខាងក្រោមអត់មានទេបាទគឺខុសប្លែកគ្នាហើយយើងមើលអីទៀតបងប្អូនយើងមើលចំណុចខុសគ្នាត្រង់ណាទៀតយើងមើលសភៅនេះដូចគ្នាសភៅដូចគ្នាហັບនេះដូចគ្នាជើងតម្រនេះដូចគ្នាដូចជាអស់ហើយបងប្អូនបើបងប្អូនឃើញចំណុចខុសគ្នាត្រង់ណាទៀតបងប្អូនខមមិនខាងក្រោមវីដេអូ